ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឆានែលចៅផេះបានវិលត្រឡប់ជួបបងប្អូនម្ដងទៀតហើយខ្ញុំនៅសង្ឃឹមថាបងប្អូននឹងជួយចុច Subscribe នៅ Channel នេះម្នាក់មួយផងហើយខ្ញុំដឹងថាបងប្អូនមិនចិត្តកំណាញ់នោះទេបងប្អូននឹងចុចមេដៃនៅវីដេអូនេះម្នាក់មួយផងដែរហើយនឹងស្ដាប់ឲ្យដល់ចប់រឿងនេះគឺពិតជាសាហាវមែនទែនហើយមួយទៀតដែលខ្ញុំសូមដាក់បំរាមថាបងប្អូនដែលមានផ្ទៃពោះនិងបងប្អូនដែលគាត់លក្ខណៈថាខ្សោយបេះដូងអញ្ចឹងបងប្អូនអញ្ចឹងសូមគាត់កុំស្ដាប់រឿងនេះអីដោយសារវារន្ធត់ពេកសង្ឃឹមថាបងប្អូននឹងស្ដាប់ឲ្យដល់ចប់យើងមានតែប៉ុណ្្នឹងទេយើងចូលស្ដាប់សាច់រឿងរបស់យើងទាំងអស់គ្នាហាមស្ដាប់ម្នាក់ឯងនៅពេលយប់ក្រឡេកមើលជុំវិញខ្លួនផងមុននឹងនិយាយរឿងតាថៃហ្នឹងគឺខ្ញុំសូមរៀបរាប់ពីប្រវត្តិរបស់គាត់ហ្នឹងគឺគាត់ធ្វើទាហានជើងចាស់អញ្ចឹងទៅហើយពេលដែលគាត់ចាប់បានខ្មាំងចាប់បានឆ្លបអីចឹងគាត់ក៏ចាប់ផ្ដើមបាញ់ចោលហើយបងប្អូននិយាយទៅតាថៃគាត់ចិត្តឆៅមែនទែនកាលពីជំនាន់នោះជំនាន់ខ្មែរក្រហមហ្នឹងហើយរឿងនេះបានកើតឡើង1989 1990ទេរឿងនេះប៉ុន្តែខ្ញុំសូមរៀបរាប់ពីប្រវត្តិរបស់គាត់ដែលគាត់ធ្វើទាហានសិនពេលដែលគាត់ធ្វើទាហានហ្នឹងពេលគាត់ចាប់បានខ្មាំងបានឆ្លបអីដែលគេយកការអញ្ចឹងនៅក្នុងព្រៃអញ្ចឹងបងប្អូនលក្ខណៈថាគាត់ទាហាននៅក្នុងព្រៃអញ្ចឹងទៅហើយអញ្ចឹងទាហានក្នុងព្រៃគឺគេប្រើច្បាប់ព្រៃបងប្អូនហើយពេលហ្នឹងពេលដែលចាប់បានខ្មាំងបានឆ្លបហ្នឹងបងប្អូនគាត់ក៏បាញ់ចោលដែរហើយខ្ញុំសូមបញ្ជាក់បន្តិចថាភ្នែករបស់គាត់ឡើងក្រហមតែងបងប្អូនហើយបងប្អូនមានឆ្ងល់ទេថាហេតុអ្វីខ្ញុំបានសាច់រឿងនេះមកពីណាសាច់រឿងនេះខ្ញុំបានមកពីលោកតាព្រឹទ្ធាចារ្យដែលគាត់នៅនឹងវត្តអីចឹងណាហើយខ្ញុំក៏ឃើញគាត់មានសាក់មានអីចឹងទៅខ្ញុំក៏សាក់សួរគាត់ថាគាត់ក៏ជាអតីតទាហានដែរហើយនឹងហើយកុំឲ្យខាត់ពេលដែលគាត់និយាយប្រាប់ខ្ញុំហើយហ្នឹងខ្ញុំក៏ចាប់ផ្ដើមសួរជីករឹសជីកគួរគាត់អីចឹងទៅគាត់ថាពីដំបូងឡើយហ្នឹងតាថៃហ្នឹងគាត់ចាប់បានឆ្លបហើយហ្នឹងក៏គាត់បាញ់ចោលហើយហ្នឹងគាត់មិនឲ្យពីណាទៅទេបងប្អូនគាត់ទៅតែម្នាក់ឯងទេពេលហ្នឹងណាពេលគាត់ទៅម្នាក់ឯងហ្នឹងហើយស្រាប់ដល់ពេលគាត់យកសាច់មកកភ្លឹះហើយអ្នកធ្វើទាហានជាមួយគ្នាហ្នឹងគេក៏សួរថាអាថៃហើយបានសាច់ហ្នឹងមកពីណាមើលទៅគ្មានរោមគ្មានអីសោះអញ្ចឹងហើយដល់ពេលតាថៃគាត់ថាបាញ់បានសត្វឆ្លុះថ្ងៃហ្នឹងជប់លៀងមកទៅជប់លៀងជុំគ្នាហើយមកក្នុងក្រុមហ្នឹងគេហូបប្រហែលជា10នាក់មកកន្លែងហ្នឹង10នាក់ហ្នឹងដែលហានៅក្នុងព្រៃហ្នឹង10នាក់ហ្នឹងគឺហូបតែ6នាក់ទេ4នាក់ទៀតអត់ហូបទេដោយសារអីមើលទៅអត់តំណងសាច់ហ្នឹងហើយក្នុងចំណោមមនុស្ស10នាក់ហ្នឹងក៏មានលោកតាម្នាក់ដែរដែលគាត់នៅក្នុងកងពលហ្នឹងអញ្ចឹងណាពេលហ្នឹងហើយក៏ចាប់ផ្ដើមគេហូបទៅហើយគាត់មើលទៅថាអត់តំណងអញ្ចឹងគាត់អត់ហូបទេហើយពេលហ្នឹងគាត់ថាដាក់នៅលើភ្លើងបងប្អូនស្មាទោសគាត់ថាលោតសាច់ហ្នឹងភ្លើកសាច់ដាក់ឡើងប៉ប៉ុនបាតដៃធ្វើយូរទៅលេងឡើងរួញហើយអត់ឆ្អិនទេបងប្អូនរលទេលក្ខណៈអញ្ចឹងហើយគេថាឆ្ងាញ់ណាស់គ្រប់គ្នាអ្នកដែលហូប6នាក់ហ្នឹងហើយម្នាក់តែថាចេះថាសត្វឆ្លុះនេះឆ្ងាញ់មែនណាហើយក៏រំលងប្រហែលជាយូរប្រហែលជាគាត់ថារំលងប្រហែលជា3អាទិត្យហ្នឹងស្រាប់តែទៅវាយនៅសមរភូមិមុខទៀតដល់ពេលទៅវាយទៅថាតាថៃហ្នឹងចាប់បានមនុស្សម្នាក់យកមកចងភ្នែកសងខាងហើយក៏ថាឥឡូវអញនាំវាទៅក្រោយសម្លេះវានៅក្រោយចឹងទៅកុំឲ្យវាពួកហ្នឹងសិតខ្មាំងអីចឹងទៅណាគាត់និយាយចឹងទៅពេលដែលគាត់បាញ់ហើយពឹបលោកតាដែលប្រាប់សាច់រឿងហ្នឹងគាត់បានប្រាប់ថាសួរតាថៃថាចេះថាបងថៃបងឯងបានសាច់មកបណ្ណាទៀតហើយថាអញទៅក្រោយមិញឃើញជ្រូកព្រៃឥឡូវអញបាញ់មកហើយចុះណាក្បាលណាអីគាត់សួរចឹងទៅតាថៃថាហើយកុំចង់ដឹងច្រើនយកកំភ្លើងមកភ្ជុំក្បាលគាត់ហ៎បងប្អូនថាហើយកុំសួរច្រើនពេកនៅនេះអញធំជាងគេទុកអញអ្នកចាត់ចែងហើយបើមិនស៊ីឯងនៅស្ងៀមទៅគាត់និយាយចឹងក៏ពិតគាត់ដឹងថាតាថៃនឹងគាត់មិនមែនហូបសាច់សត្វអីទេគាត់ដឹងថាសាច់ហ្នឹងគឺសាច់មនុស្សគាត់ដឹងប៉ុន្តែគាត់អត់ហ៊ានមាត់ដោយសារអីហ៊ានតែគាត់និយាយមើលបើមិនតាថៃនឹងបាញ់គាត់ចោលហើយហ្នឹងអញ្ចឹងគាត់សុខចិត្តថាគាត់រៀងក្មេងជាងគេអញ្ចឹងគាត់ក៏មិនបានមាត់ដែរគាត់ថាអត់អីទេចឹងខ្ញុំអត់សួរច្រើនទេដោយសារអីកន្លែងហ្នឹងតាថៃគាត់ធំជាងគេមែនបងប្អូនហ៊ានតែគាត់ហ៊ានកកកែមកបន្តិចមើលបើមិនតាថៃនឹងបាញ់ចោលហើយហ្នឹងដោយសារអីកន្លែងហ្នឹងគឺគាត់អ្នកគ្រប់គ្រងអញ្ចឹងណាកន្លែងគាត់ដូចថាគាត់មេអញ្ចឹងដែរអញ្ចឹងបងប្អូន
ហើយពេលហ្នឹងតាថៃគាត់បានថាពួកឯងនេះមកជួយធ្វើម្ហូបធ្វើអីគ្នាអ្នកបានស៊ីវុយគាត់និយាយចឹងទៅហើយដល់ពេលហើយអ្នកដែលហូបជាមួយតាថៃពីមុនថាអូបានសាច់ឆ្ងាញ់មកទៀតហើយក៏នាំគ្នាហូបទៅតែគាត់ដឹងថាសាច់នេះគឺសាច់ខ្មាំងដែលតាថៃបាញ់ទេហើយពេលដែលវាយសមរភូមិណាក៏ដោយតាថៃតែងតែធ្វើចឹងរឿយៗលក្ខណៈថាធ្វើចឹងរឿយៗបងប្អូនហើយដល់ពេលហើយក៏ចាប់ផ្ដើមគេម្ដោះបានហើយក៏គាត់ចាប់ផ្ដើមឈប់ធ្វើធានទាំងអស់គ្នាតាថៃហ្នឹងខ្ញុំប្រាប់ភិនភាកផ្នែករបស់គាត់បងប្អូនផ្នែករបស់គាត់ឡងក្រហមឆ្អៅហ្មងបងប្អូនហើយមុខគាត់អំណាចមែនទែនតាមសម្ដីដែលលោកតាគាត់ប្រាប់ថាគាត់ហៅថាបងថៃហ្នឹងផ្នែកឡើងក្រហមអត់និយាយរួមទៅពិបាកដូចថាក្មេងមុំគ្រាន់ឃើញមុខគាត់គឺខ្លាចតែម្ដងហើយមិនដឹងថាគាត់ហូបអីខ្លះទេពេលដែលតាគាត់បានប្រាប់ដែរថាគាត់នឹងគឺប្រហែលជាហូបប្រមាថមនុស្សហូបអីហើយមើលទៅលក្ខណៈថាដូចមានអំណាចអីអញ្ចឹងបងប្អូនហើយខ្ញុំភ្លេចប្រាប់បងប្អូនមួយទៀតពេលដែលតាថៃទៅវាយសមរភូមិចុងក្រោយហ្នឹងគឺគាត់ត្រូវគេបាញ់ប៉ុន្តែបាញ់អត់មុតទេបងប្អូនមិនដឹងថាគាត់ការពារស្អីបងប្អូនមានស្អីការពារទេថាបាញ់អត់មុតទេណាបងប្អូនលោកតាគាត់ឃើញផ្ទួនឹងភ្នែកថាតយងចេកគាត់ថាគេបាញ់ភ្ជុងនឹងមុខតែម្ដងបងប្អូនប្រហែលជាខ្ទង់លក្ខណៈថា5ម៉ែត្រអីហ្នឹងប៉ុន្តែបាញ់អត់ចាញ់បងប្អូនតយងចេកបាញ់គាត់ថាតាថៃហ្នឹងគេក្រៀកសងខាងតែបានអត់ចាញ់ពេលដែលហ្នឹងហើយគាត់ទៅវាយម្ដោះតាថៃហ្នឹងទៅវាយម្ដោះតាថៃបានវិញប៉ុន្តែតយងចេកហ្នឹងបងប្អូនមានដឹងមិនអត់វាសុកចិត្តកទុះ3ខ្នងវិញមិនដឹងថាគាត់មានអីការពារទេហើយក៏ម្ដោះពេលហ្នឹងទៅហើយទៅក៏ចាប់ផ្ដើមមករឿយៗហ្នឹងតាថៃហ្នឹងក៏ចាប់ផ្ដើមឈប់សម្រាកពីតាហ៊ាននេះអញ្ចឹងបងប្អូនប៉ុន្តែគាត់បែរពីនោះមកវិញគាត់ក៏ចាប់ផ្ដើមលក្ខណៈថាធ្វើនេះហ៎បងប្អូនធ្វើអាចារ្យធ្វើអីនៅវត្តនៅអីចឹងទៅគាត់បួសតាថៃហ្នឹងគាត់បួសគាត់ថាដូចថាគាត់លៀងបាបគាត់អីចឹងទៅគាត់បួសហើយហ្នឹងប្រហែលជាខ្ទង់លក្ខណៈប្រហែលជាតាមសម្ដីលោកតាគាត់ប្រាប់ថាប្រហែលជាខ្ទង់មួយភាសាហើយតាថៃហ្នឹងគាត់ក៏សឹកមកវិញប៉ុន្តែគាត់មិនទៅណាទេគាត់ក៏ចាប់ផ្ដើមហ្នឹងធ្វើជាអាចារ្យនៅវត្តគាត់ធ្វើជាអាចារ្យនៅវត្តបងប្អូនហើយពេលដែលមានបុណ្យសពអីចឹងទៅគាត់ធ្វើជាអាចារ្យខ្មោចបុណ្យសពបុណ្យអីចឹងទៅគាត់អ្នកពុតសីមាពុតអីចឹងទៅហើយតាអាចារ្យមាន2នាក់អត់ទៅបងប្អូនតាមចំណាំមើលថាពេលដែលមានសពមានអីចឹងគឺមានអាចារ្យ2នាក់ហើយតែងតែមានហើយតាអាចារ្យបើតាអាចារ្យខ្លាំងគាត់អ្នកពុតអ្នកអីចឹងទៅតាអាចារ្យគាត់ដេកកំដរសពអីចឹងទៅគាត់មកមានគ្នាមានអីចឹងណាហើយពេលដែលបូជារួយហ្នឹងតែងតែឃើញតាថៃហ្នឹងគេមិនបានចាប់អារម្មណ៍ទេមិនបានចាប់អារម្មណ៍មិនបងប្អូនពេលហ្នឹងគឺតាថៃហ្នឹងគាត់អាពេលដែលគេបុណ្យសពបុណ្យអីហ្នឹងមិនបូជាសពបងប្អូនគេមិនដាក់ស្រាដាក់អីសែននៅមុខកន្លែងដែលគេបូជាហ្នឹងគេដាក់សែនឡើងហ្នឹងអញ្ចឹងណាស្រាសអញ្ចឹងទៅហើយពេលដែលគេដាក់ម្ហូបហ្នឹងគេដាក់ម្ហូបឆាដាក់អីអញ្ចឹងទៅឲ្យសពដូចថាគេសែនអញ្ចឹងណាប៉ុន្តែពេលហ្នឹងគេឃើញថាតាថៃហ្នឹងគាត់អង្គុយហូបប៉ុន្តែមិនដឹងថាហូបអីទេពេលដែលម្ចាស់គេបូជាមុននឹងបូជាហើយហ្នឹងគេរៀបចំកិច្ចអីហើយហ្នឹងតាថៃហ្នឹងគាត់ថាទៅគាត់អ្នកចាត់ចែងទៅផ្ទះវិញទៅចាំដល់ពេលហើយដល់មករើសឆ្អឹងរើសអីចាំគាត់ហៅមកឲ្យរើសឆ្អឹងរើសអីចឹងទៅប៉ុន្តែតាថៃហ្នឹងមិនមែនគាត់នៅតែម្នាក់ឯងទេគាត់នៅជាមួយនឹងតាអាចារ្យម្នាក់ទៀតប៉ុន្តែហេតុអីបានជាគេដឹងថាតាថៃហ្នឹងហូបអីមិនក៏គេដឹងមិនមែនទេបងប្អូនតាអាចារ្យដែលទៅជាមួយតាថៃរហូតហ្នឹងគាត់តែងតែចាប់អារម្មណ៍ថាហេតុអីបានតាថៃហ្នឹងពេលដែលបូជាមកគាត់ទៅអើតមើលសពហើយអើតមើលសពហ្នឹងមិនជុំទេពេលខ្លះចឹងទៅប្រើគាត់ទៅយកនេះយកនោះចឹងទៅទុកតាថៃនៅម្នាក់ឯងដល់ពេលគាត់មកវិញឃើញតាថៃហ្នឹងចាក់ស្រាហូបស្រាហើយនៅអាលើចានហ្នឹងវាមានកំតិចខ្ជូងបងប្អូនលក្ខណៈរោលនៅលើនឹងចឹងទៅហើយគាត់ក៏មិនបានសួរមិនបានអីនាំអីដែរដោយសារអីតាអាចារ្យឯណាដែលគេឲ្យហូបស្រាពេលបូជាសពប៉ុន្តែតាថៃហ្នឹងគាត់ថាទម្លាប់គាត់ហើយនិយាយចឹងណា
គាត់ថាបើបូជាសពបើគាត់មិនបានដាក់ស្រាដាក់អីទេអាស្រាសែននឹងទេគាត់ថាគាត់កាច់នេះកាច់នោះអីចឹងទៅតាមដែលគាត់និយាយដែលប្រាប់តាអាចារ្យជាមួយគ្នាហ្នឹងហើយតាអាចារ្យហ្នឹងក៏គាត់បានគិតថាមិនអីទេទៅច្រើនរោងមួយគ្នាពេលនោះមកហ្នឹងក៏បងប្អូនខាងសពហ្នឹងក៏គេហៅអីមករើសឆ្អឹងរើសធាតអីចឹងទៅហើយស្រាប់តែម្លងប្រហែលជាខ្ទង់ប្រហែលជាមួយឆ្នាំម្លងមួយឆ្នាំហ្នឹងពូដាហ្នឹងគាត់គឺជាជាងធ្វើផ្ទះបងប្អូនហើយនេះរឿងក៏ចូលអបិយជំនឿដែរពូដាហ្នឹងគាត់ទៅធ្វើផ្ទះគេនឹងជិតហើយបងប្អូនតែផ្ទះលើកផ្ទះឈើបងប្អូនផ្ទះលើកពេលហ្នឹងពូដាគាត់ទៅរាល់ថ្ងៃចឹងហើយគាត់និយាយរួមទៅពូដាគាត់កាចមនុស្សគាត់កាចបងប្អូនពេលហ្នឹងគាត់ទៅធ្វើផ្ទះជាមួយកូនជាងគាត់កូនអីចឹងទៅហើយស្រាប់តែហើយថ្ងៃមួយហ្នឹងម្ចាស់ផ្ទះហ្នឹងចិត្តហើយហ្នឹងគាត់ថាឥឡូវចិត្តដល់ប្រក់ដបូលហើយមិនមកសែនមន់សែនអីមកពេលដែលសែនមន់សែនអីហ្នឹងមិនទាន់អស់ធូងទេណាបងប្អូនពូដាហ្នឹងក៏ចាប់ផ្ដើមទៅយកផ្លែឈើនៅខាងមុខកន្លែងនេះថាគេសែនមានមន់មានផ្លែឈើអញ្ចឹងណាគាត់យកផ្លែឈើនឹងផ្លែប៉ោមយកមកហូបខំនឹងមាត់ហើយគាត់ឡើងទៅលើប្រក់ដបូលស្រាប់មិនដឹងមិនបងប្អូនអកុសលអីពូដាហ្នឹងគាត់ក៏ធ្លាក់ពីលើដបូលនឹងមកដីហើយធ្លាក់ហ្នឹងក៏មិនមែនស្លាប់ភ្លាមដែរបងប្អូនលក្ខណៈថាធ្លាក់មកពុបចឹងគាត់ចាប់ដើមច្អល់អីចឹងទៅប៉ុន្តែឆ្កេះគាត់នឹងបាក់បាត់ហើយបងប្អូនហើយគាត់មិនស្លាប់ទេណាបងប្អូនតែថាគាត់ស្លាប់ខ្ពស់ណាស់បងប្អូនប៉ុន្តែគាត់ធ្លាក់មកអត់ស្លាប់ទេពេលដែលនឹងហើយបាក់ឆ្កេះនឹងហើយបញ្ជូនយកទៅពេទ្យប៉ុន្តែពេទ្យជួយអត់ទាន់ទេដល់ពេទ្យដាច់ខ្យល់នៅពេទ្យស្មាទុបគាត់ស្លាប់នៅពេទ្យពេលនឹងហើយភូមិរបស់គាត់នឹងគាត់មនុស្សគាត់នឹងមានប្រពន្ធដែរប៉ុន្តែប្រពន្ធរបស់គាត់នឹងលក្ខណៈថាមនុស្សងក់ងបងប្អូនមនុស្សងក់ងមិនថាខឹងប្តីបន្តិចរត់ទៅផ្ទះម៉ែបកើតខឹងប្តីបន្តិចរត់ទៅផ្ទះម៉ែបកើតអីចឹងទៅហើយផ្ទះគាត់នឹងនៅកន្លែងភូមិដែលភូមិមួយប៉ុន្តែភូមិនឹងវាមានព្រៃរៀងស្ដុបដែរបងប្អូនក្មេងៗនឹងក៏រត់មកប្រាប់ប្រពន្ធរបស់ពូដាដែរប៉ុន្តែមកដល់ផ្ទះអត់មានមនុស្សទេស្រាប់តែម៉ែពូដានឹងក៏បានប្រាប់ថាហើយរកវាធ្វើអីវាទៅផ្ទះម៉ែវាបាត់ហើយជាមួយ2ថ្ងៃទៀតបានវាមកវិញមិនដឹងតែអញ្ចឹងបន្តិចវាងតិចវាមកវិញដល់ពេលហើយមិនទាន់និយាយផុតមាត់ហងក្មេងៗប្រាប់ថាយាយពូដាធ្លាក់ពីលើផ្ទះដែលគាត់ធ្វើផ្ទះគេនោះហើយឥឡូវគាត់ទៅពេទ្យហើយពេលនេះមិនដឹងថាពូដាដាច់ខ្យល់ស្លាប់ទេណាតួតែក្មេងៗនឹងមិនទាន់ចេញផុតហងស្រាប់តែគេនិយាយថាអាដាផុតបាត់ហើយអញ្ចឹងហៅប្រពន្ធវាប្រពន្ធអីឲ្យមកមើលសពមើលអីទៅពេលនឹងហើយម៉ែពូដាអត់ជឿទេអត់ជឿតែម្ដងបងប្អូនអត់ជឿទេក៏ស្រាប់តែយកសពកូនមកនឹងក៏ចាប់ផ្ដើមគិតថាចេះតែកូនអញទៅធ្វើការព្រឹកមិញវាថៃវាបានវាដល់ថ្នាក់នឹងថាមិនដឹងដែរប្រហែលជាវាខុសមាត់ខុសកឬក៏វាធ្វើមិនទេខ្ញុំមិនដឹងដែរស្រាប់ដល់ពេលសួរអ្នកធ្វើការមួយគ្នាអញ្ចឹងណាម៉ែពូដានឹងគាត់ក៏មិនអស់ចិត្តនឹងក៏ទៅរកតាម្នាក់ដែរនៅក្នុងភូមិជាមួយគ្នាហ្នឹងប៉ុន្តែតានឹងមិនមែនតាថាយទេណាបងប្អូនតាដែលគាត់ចេះទុះទាយដែលថាដេញជើងលេខដេញអីចឹងទៅពេលហ្នឹងទៅសួរតាហ្នឹងគាត់ថាទៅរកលោកតាហ្នឹងលោកតាគាត់ថាចេះថាក៏ពិតទៅអាដាហ្នឹងវាមិនមែនខុសមាត់ខុសកទេប៉ុន្តែវាស៊ីរបស់គេសែននឹងមិនបងប្អូនអញ្ចឹងរបស់គេសែននឹងដែលគេសែនប្រក់ដបោប្រក់អីដែលគេធ្វើប្រហើអញ្ចឹងដូចគេក្រុងប៉ូលីដែរអញ្ចឹងបងប្អូនពេលហ្នឹងហើយយាយក៏គាត់ដឹងថាក៏ពិតកូនគាត់ខុសដោយសារអញ្ចឹងទេហើយខ្ញុំសូមចេញក្រៅសាច់រឿងបន្តិចអញ្ចឹងបងប្អូនដែលឃើញរបស់គេសែនអីក៏ដោយរបស់គេសែនណាបងប្អូនកុំប៉ះពាល់ឲ្យសោះរបស់គេសែនលក្ខណៈថាសែននៅវាលក៏ដោយសែននៅកន្លែងអ្នកតាក៏ដោយសែននៅកន្លែងណាក៏ដោយមុននឹងហូបយើងសុំគេត្រឹមត្រូវបើថាតាមចិត្តខ្ញុំគឺមិនបាច់ហូបតែម្ដងឬក៏មិនបាច់សុំតែម្ដងដោយសារអីពេលខ្លះគេប្រកាន់ណាបងប្អូនហើយខ្ញុំធ្លាប់លើករឿងមួយដែរដែលរឿងនេះថាហូបហើយរបស់គេហើយគេមកតាមដល់ផ្ទះហ្នឹងបងប្អូនហើយរឿងហ្នឹងក៏ខ្ញុំធ្លាប់និយាយដែរបងប្អូនបើចង់ស្ដាប់អាចទៅស្ដាប់នៅខាងក្រោមបានដែលខ្ញុំនិយាយរឿងនេះថារបស់គេសែនហើយព្រាយមកតាមដល់ផ្ទះបងប្អូនហ្នឹងឥឡូវចូលសាច់រឿងរបស់យើងវិញពេលហ្នឹងគាត់ក៏ចាប់ផ្ដើមហៅតាអាចារ្យមក
ពេលដែលម៉ែគាត់ហៅតាអាចារ្យមកហ្នឹងគឺហៅតាថៃនឹងមកដោយសារអីតាថៃគាត់ចេះពត់សីមាថាពេលដែលគេស្លាប់ហ្នឹងអត់មានអីហ្នឹងបញ្ញាក់ផ្អើលអីចឹងណាបងប្អូនអត់មានថាខ្មោចបញ្ញាក់ខ្មោចផ្អើលអីចឹងទៅគឺថាមានពួកអាក្រៅរេរងវាមកបញ្ញាក់ផ្អើលអីចឹងណាបងប្អូនពេលហ្នឹងហើយក៏ហៅតាថៃនឹងមកតាថៃនឹងគាត់ថាមិនម៉ាធ្វើឲ្យបូជាងាកហ្នឹងហ្មងទៅហើយដល់ពេលហើយយាយគាត់អត់អស់ចិត្តថាអត់ទេកូនគាត់ឈ្មោះបូដាហ្នឹងថាអត់ព្រមទេទុក3ថ្ងៃបានបូជាគាត់និយាយចុះថាទុក3ថ្ងៃបានបូជាហើយមែនទុក3ថ្ងៃមែនបងប្អូនទុករហូតតួតែ3ថ្ងៃហើយសពឯណាទុកតែយ៉ាងច្រើន2យប់ហ្នឹងហើយនេះគាត់ទុក3ថ្ងៃបងប្អូនគាត់ថាគាត់ស្នោះកូនគាត់ពេកគាត់មានតែកូននឹងមួយទេអញ្ចឹងទៅក៏តាថៃហ្នឹងគាត់ចាប់ផ្ដើមលឹតមាត់លឹតកហើយប៉ុន្តែគេអត់ដឹងថាតាថៃហ្នឹងមិនទេពេលហ្នឹងហើយក៏គម្រប់រហូតទៅដល់3ថ្ងៃពេលដែលគម្រប់ទៅដល់3ថ្ងៃហ្នឹងតាថៃហ្នឹងក៏ចាប់ផ្ដើមនាំពត់សីមាពត់អីហ្នឹងទៅបូជានៅកន្លែងវត្តណាបងប្អូនទៅវត្តបូជានៅវត្តគេកប់ដូចថាសម័យមុនបងប្អូនដូចដឹងស្រាប់ថាវត្តហ្នឹងគេធ្វើយ៉ាងម៉េចគេជីកដីជីកអីហ្នឹងគេដាក់ចែកដាក់ដើមចែកដាក់ដើមអីចឹងទៅហើយគេដាក់សពពីលើហ្នឹងទៅគេដាក់សាំងដាក់អីមកបូជាយកតែម្ដងអញ្ចឹងណាបងប្អូនហើយមានដើមលក្ខណៈដើមនៅវត្តដូចបងប្អូននឹងស្រាប់ថាមានដើមធំអីចឹងបងប្អូនមានដើមធំតែដើមហ្នឹងឡើងលូនឡើងទៅលើមិនមែនដើមកណ្និនមិនមែនដើមអីទេលក្ខណៈកន្លែងខ្លះមានដើមកណ្និនប៉ុន្តែកន្លែងគេបូជាសពហ្នឹងគឺមានដើមខ្ពស់វែងតែខ្ញុំមិនដឹងថាដើមហ្នឹងគេដើមអីហើយពេលបូជាហ្នឹងតាថៃហ្នឹងធ្វើដូចទៅសំម្ដងថាតើនាំគ្នាទៅផ្ទះទៅទុកគាត់ចាត់ចែងពេលដែលហៅអញ្ចឹងគឺគាត់ហៅមកហើយគាត់និយាយអញ្ចឹងណាគាត់ថាគាត់ហៅមកហើយតែពេលហៅគាត់ហៅមកហើយប្រពន្ធពូដាហ្នឹងក៏គាត់មកដែរហើយតាថៃហ្នឹងគាត់ក៏ចាប់ដើមនិយាយដដែលថាតើទៅផ្ទះទៅចាំគាត់ពេលបូជាហើយគាត់នឹងលក្ខណៈថាហៅមករើសធាតុរើសអីចឹងណាគាត់នៅនិយាយដដែលចឹងប៉ុន្តែម៉ែរបស់ពូដាហ្នឹងគាត់បាននិយាយថាចេះថាអត់ទេមើលកូនគាត់តតែឆេះអស់បានគាត់ព្រមដោយសារអីយាយហ្នឹងគាត់ហាក់បីដូចជាដឹងចឹងបងប្អូនប៉ុន្តែគាត់ប្រកែកគ្នាជាមួយតាថៃគាត់បានសម្លុតយាយថាឥឡូវទៅឬមិនទៅបើមិនទៅទុកគាត់ទៅវិញទុកគាត់ថានៅហ្នឹងហើយនៅមើលហ្នឹងទៅគាត់លែងនៅហើយគាត់ផ្ទះហើយគាត់និយាយចឹងណាតាថៃហ្នឹងលក្ខណៈគាត់ធ្វើចឹងទៅអត់មានពីណានៅមើលសពឬក៏គេនៅបូជាចឹងដូចថាគាត់ជាអាចារ្យយូគីចឹងបងប្អូនអញ្ចឹងទៅអត់មានអ្នកមើលចឹងទៅពិបាកអញ្ចឹងទៅយាយគាត់សម្រេចចិត្តថាទៅហើយដោយសារហេតុអីបានជាយាយទៅដោយសារផ្ទះនៅជិតវត្តដែរទេបងប្អូននៅប្រហែលជាចម្ងាយ300ម៉ែត្រពេលនោះបងប្អូនហើយដល់ពេលហើយក៏ចាប់ផ្ដើមយាយម៉ែពូដាហ្នឹងគាត់បានប្រាប់ថាចេះប្រាប់ក្មួយថាពួកឯងមិនបាននៅនឹងជាមួយតាអាចារ្យទៅនៅបាន2នាក់3នាក់ទៅហើយក្មួយគាត់ហ្នឹងក៏នៅតែម្នាក់ទេនៅម្នាក់ហ្នឹងហើយនឹងតាអាចារ្យទាំងអស់3នាក់តាថៃហ្នឹងគាត់ចាប់ផ្ដើមប្រើតាអាចារ្យថាចេះថាមើលតែឯងមិនមកទៅយកស្អីនៅផ្ទះខ្ញុំតិចមើលខ្ញុំមាននេះអានេះគាត់និយាយចេះនិយាយរបស់គាត់ទៅថានេះគាត់យកនេះយកនោះមកគាត់ដើម្បីប្រោះព្រំកន្លែងនេះកន្លែងនោះគាត់បានយកមកតែឯងទៅយកតិចទៅហើយតានោះគាត់លក្ខណៈថាគាត់នេះអត់សូវចេះលក្ខណៈថាពត់សីមាពត់អីទេគាត់បានតែមកជួយកំដរអញ្ចឹងទៅដោយសារអីគាត់ធัวនៅរៀងស្ទើអញ្ចឹងណាបងប្អូនស្មាទោសមិនមែនមើងងាយគាត់ទេប៉ុន្តែលក្ខណៈថាគាត់នៅរៀងស្ទើអាកន្លែងធัวដែលថាពងប់ធัวអីចឹងណាពេលដែលតានឹងទៅនៅក្មួយរបស់យាយម៉ែពូដានឹងទៅហើយពេលហ្នឹងតាថៃហ្នឹងគាត់ក៏ចាប់ផ្ដើមប្រើបងប្រុសម្នាក់ដែលនៅជាមួយគាត់នេះឲ្យទៅយកលក្ខណៈថាស្អីគេបងប្អូនកំរាលព្រំមិនចឹងទេលក្ខណៈថាដូចរូបព្រះអញ្ចឹងបងប្អូនឲ្យទៅយកពីសក្រីកវត្តអីចឹងបងប្អូនហើយពេលហ្នឹងបូជាប្រហែលជាខ្ទង់ម៉ោង12ថ្ងៃត្រង់បងប្អូនហើយពេលហ្នឹងគាត់ក៏ចាប់ផ្ដើមរត់ទៅយកប៉ុន្តែទៅដល់ហ្នឹងអត់ឃើញលោកនៅក្នុងកុដិទេគាត់ក៏ចាប់ផ្ដើមរត់មកវិញពេលដែលគាត់ឃើញហ្នឹងបងប្អូនគាត់ថាពេលដែលគាត់រត់ហ្នឹងមិនរត់តាមសាលាឆាន់មកខាងក្រោយវិញពេលហ្នឹងហើយគាត់ឃើញតាថៃហ្នឹង
ទាញក្បិតរបស់គាត់នឹងមកអោនទៅក្នុងមឈូសបងប្អូនហើយកាត់បានលក្ខណៈខ្មៅក្រប់ម្ដុំយកមកដល់តថៃនឹងអញខ្ញុំគាត់ថាខ្ញុំលក្ខណៈចេះលក្ខណៈថាមុខឡើងស្ញាញ់បងប្អូនហើយលក្ខណៈថាខ្ញុំស្ងួតទេបងប្អូនគាត់ថាមើលតថៃទៅគួរឲ្យខ្លាចហើយគាត់ថាចេះតថៃនឹងលឿនណាស់គាត់ថាលឿនណាស់ដៃជើងគាត់រហ័សមែនទែនគាត់ក៏ចាប់ដើមយកមកដាក់នៅលើតុនឹងហើយគាត់ក៏យកក្បិតរបស់គាត់នឹងហាន់ពាក់កណ្ដាលចុងដាក់ចូលក្នុងមាត់គាត់ថាអាលក្ខណៈថាឈាមហ្នឹងវាហូរចេញតាមមាត់របស់គាត់ហ្នឹងស្រក់មកបន្តិចចឹងគាត់ឃើញគាត់ថាពេលថ្ងៃគាត់ឃើញច្បាស់ហើយបងប្រុសម្នាក់ហ្នឹងដែលត្រូវជាក្មួយរបស់ម៉ែពូដាហ្នឹងគាត់ក៏ប្រាប់ផ្ដើមរត់ទៅចឹងទៅពេលដែលគាត់រត់ទៅហ្នឹងបងប្អូននឹងរត់មិនអត់គាត់រត់ទៅដល់គាត់សួរតាថៃថាតាឯងធ្វើអីហ្នឹងពេលហ្នឹងហើយតាថៃគាត់ភ្ញាក់ខ្លួនគាត់ថាទៅលូនពេកអីចឹងណាតាថៃភ្ញាក់ខ្លួនគាត់តាថៃថាអញមានធ្វើអីអញគ្រាន់តែទាញសាច់គោយកមកស៊ីហ្នឹងគាត់ថាសាច់គោស្អីមើលទៅលក្ខណៈដូចថ្លើមបងប្អូនគាត់ឃើញរលហើយតាថៃគាត់ចាក់អាស្រាហ្នឹងចាក់ផឹកអស់ប្រហែលជាមួយកែវហើយបងប្រុសម្នាក់ហ្នឹងគាត់សួរទៀតថាតាថៃឯងធ្វើអីហ្នឹងតាថៃគាត់នៅនិយាយស្ដាយថាអញស៊ីសាច់គោបងប្រុសម្នាក់ហ្នឹងគាត់ថាសាច់គោអីមើលទៅដូចថ្លើមអញ្ចឹងមានណាតាថៃប្រកែកគាត់ថាហែងតាហ៊ានប្រាប់គេអញសម្រាប់ឯងចោលតែម្ដងគាត់និយាយចឹងហើយបងប្រុសម្នាក់ថាស្មានខ្ញុំខ្លាចតែឯងមានណាតាថៃលេចេញគុញវឹបសំណាងល្អចេះតាអាចារ្យនឹងមកទួនតាអាចារ្យមួយទៀតមកទួនថាថៃបើថាតាថៃស៊ីថ្លើមបងខ្ញុំគាត់និយាយចឹងតាថៃស៊ីថ្លើមបងខ្ញុំទៅយកនោះមួយផ្លេតបានគាត់ដឹងថាអូក៏ពិតទៅតាថៃនឹងរដងឃើញនៅលើនឹងគាត់ហូបស្រានឹងក៏ពិតគាត់ហូបថ្លើមមនុស្សទេថ្លើមដែលថ្លើមសាក់សពគេបូជាហើយពេលនឹងហើយគាត់ដឹងទៅបានស្រែកទៅបានផ្អើលដល់ព្រះសង្ឃដែលនៅក្នុងវត្តហ្នឹងលោកក៏បានមុនមកទៅតាថៃគាត់ចាប់ដើមរត់គេចពីនឹងទៅហើយតាហ្នឹងគាត់ចាប់ដើមរលោកឲ្យជួយបូជាសពបូអីចឹងទៅនៅនឹងចឹងហើយពីដំបងឡែកខ្ញុំភ្លេចប្រាប់បងប្អូនដែរពេលដែលបូជាសពហ្នឹងក៏មានលោកមុនមកអីដែរប៉ុន្តែលោកមុនទៅគាត់បោះលោកវិញចឹងទៅហើយក៏លោកចាប់ដើមមុនមកហ្នឹងព្រះអង្គលោកគាត់ក៏ចាប់ផ្ដើមបូជាតអញ្ចឹងបងប្អូនបូជាតហើយក៏ចាប់ផ្ដើមគេដើរដេញតថៃគ្រប់គ្នាមកភូមិគាត់ថាពេលជំនាន់ហ្នឹងបើសិនជាអ្នកដែលគេដឹងអ្នកចាស់តែក្មេងៗគាត់ថាបើសិនជាក្មេងៗអត់សូវមានបញ្ហាដឹងទេដោយសាររឿងហ្នឹងគេប្របាត់ចោលអញ្ចឹងគេដឹងតែមកភូមិហ្នឹងទេតថៃរត់ចូលទៅក្នុងព្រៃលក្ខណៈថាព្រៃចំការព្រៃខ្យល់គេដាំកាលពីជំនាន់មុនសម័យខ្មែរក្រហមហ្នឹងប្រហែលជាមកដប់ទូចទេបងប្អូនប៉ុន្តែចូលទៅរកតថៃអត់ឃើញបងប្អូនជួយគិតខ្ញុំមើលថាចូលទៅរកតថៃអត់ឃើញចូលទៅមិនដឹងថាតថៃរតនាទេគេពុតឡើងចិត្តអស់ហើយពេលហ្នឹងហើយគេក៏ចាប់ផ្ដើមនាំគ្នាយកក្បិតអ្នកណាទៅយកក្បិតទៅយកទៅក្បិតកាប់លក្ខណៈថាក្លះហត្តាកាប់ចិត្តអស់នាំគ្នាចូលទៅរងអស់គ្នារត់ឃើញទេបងប្អូនស្រាប់ពេលចុងក្រោយលោកតាដែលគាត់ដេញជើងលេខថាពូដាហ្នឹងដែលខុសមាត់ខុសអក៏យករបស់គេហូបអីចឹងរបស់សែនអីចឹងតាហ្នឹងគាត់បាននិយាយថាមើលតើឲ្យគាត់ទៅមើលដោយសារអីគាត់ដឹងវិធីមានថាតាហ្នឹងទៅដល់គាត់ស្លោងដានរបស់គាត់ស្លោងដានមិនដឹងថាគាត់សោតបោអីបងប្អូនគាត់យកជើងភ្ជុចទៅនឹងដីខ្វែងជើងក្អែកហើយគាត់ខ្វៀសឡើងវាយនៅណីហើយបងប្អូនសាកសម័យទៅមើលគេកាប់ទាំងអស់គ្នាចូលទៅរោហើយរត់ឃើញទេណាប៉ុន្តែតានឹងគាត់ថាសាកចូលរមសាទៀតមានណាចូលទៅដល់លេងតាថៃនឹងគាត់រត់នៅតែមួយកន្លែងទេបងប្អូនប៉ុន្តែលេចត្រឹមឆ្កងហើយមិនដឹងថាគាត់រត់តាណាទេមិនដឹងថាគាត់វិញឬគាត់មិនទេគាត់ថាចូលទៅនឹងតាថៃនឹងរត់ឡើងលក្ខណៈចេះអាជើងគាត់នឹងរត់ឡើងលិចក្បាលឆ្កងបងប្អូនលិចហើយរត់អត់ទៅមុខទេនៅមួយកន្លែងហ្នឹងទេគេថាអញ្ចឹងតាហើយបានគេអស់គុណតាដែលគាត់ធ្វើលក្ខណៈឲ្យតាថៃនឹងមិនឲ្យតាណារួចហ្នឹងគាត់គេអស់គុណអស់អីចឹងទៅហើយក៏ចាប់ផ្ដើមបូជាសពអីពូដាពួកអីហ្នឹងតាថៃហ្នឹងគេអត់ទុកទេបងប្អូនប៉ុន្តែខ្ញុំអត់សុំនិយាយថាកន្លែងហ្នឹងទេវាពិបាក
យរួមទៅពិបាកទូយកមែនទែនពេលដែលគាត់និយាយមកហ្នឹងគឺពិបាកទូយកគាត់និយាយមកហ្នឹងពិបាកទូយកមែនទែនហើយលក្ខណៈថាខ្ញុំមានលក្ខណៈថាអាណិតគាត់បន្តិចស្អប់គាត់បន្តិចដែរត្រង់អីពីមុនគាត់ជួយជាតិមែនគាត់ជួយជាតិម្ដោះជាតិមែនប៉ុន្តែគាត់ហូបសាច់មនុស្សហើយដល់ពេលគាត់ចាស់ទៅហ្នឹងគាត់មកធ្វើអាចារ្យធ្វើអីគាត់ហូបសាច់មនុស្សទៀតហើយពេលដែលគេសម្លេះគាត់សម្លេះអីហ្នឹងបងប្អូនគួរយល់ហើយឡើយហ្នឹងប៉ុន្តែលក្ខណៈថាព្រៃផ្សៃឲ្យខូខើមែនទែនខ្ញុំលក្ខណៈថាខ្ញុំស្ដាប់ហើយខ្ញុំមានអារម្មណ៍ថាព្រឺសម្បុរឡើងបោះគ្រូខ្ញាក់បងប្អូនអញ្ចឹងតែខ្ញុំអត់ចង់និយាយកន្លែងហ្នឹងបើខ្ញុំចង់និយាយឡើងហ្នឹងដែរប៉ុន្តែលក្ខណៈពិបាកទូយកពេកបងប្អូនពិបាកទូយកអញ្ចឹងបងប្អូនគួរយល់ថាពេលខ្លះរឿង admin ចង់និយាយដែរប៉ុន្តែលក្ខណៈថាវាពិបាកនឹងទៅទូយកអញ្ចឹងទៅគេក៏ចាប់ផ្ដើមលោកក៏ចាប់ផ្ដើមបូជាសពប៊ូដានឹងហើយអីហើយហ្នឹងក៏រើសធាតុឬអីចឹងទៅក៏ចាប់ផ្ដើមសុកសានរហូតមកតសប្ថ្ងៃហ្នឹងហើយតាំងពីនោះមកមិនដែលមានរឿងអីទៀតទេបងប្អូនប៉ុន្តែតថៃហ្នឹងក៏គាត់លក្ខណៈថាចេញលងដែរប៉ុន្តែលងទៅមិនរួចដោយសារបានលោកតាម្នាក់ដែលគាត់ដេញជើងលេខឲ្យប៊ូដាដំបងហ្នឹងគាត់អ្នកប្រក្រាបលក្ខណៈគាត់បង្ងាប់ព្រលឹងបង្ងាប់អីចឹងណាហើយរឿងយើងក៏មានតែប៉ុណ្្នឹងដែរអញ្ចឹងបងប្អូនកុំភ្លេច Subscribe អ្នកមួយផងដើម្បី admin មានកម្លាំងចិត្តផងដែរ